សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយនៅក្នុង podcast យប់ស្ទ្រីតក្នុងអេពីសូតថ្មីថ្ងៃនេះយើងមិនមែននិយាយពីករណីឃាតកម្មដោយរាល់ដងទេប៉ុន្តែជារឿងក្តីប្លែកមួយដែលល្បីខ្លាំងគួរសមដែរគឺតាក់ទងនឹងឪពុកឃុំកូនស្រីខ្លួនឯងហ្នឹងនៅក្នុងបន្ទប់ឃុំដីហើយរំលោភជាច្រើនលើកច្រើនសាររហូតដល់មានកូន7នាក់ទៀតផងហើយទាំងប្រពន្ធទាំងអីក៏អត់មានបានដឹងរឿងនឹងតតែសោះហើយចាស់ស្ដាយរឿងក្តីមួយនេះក៏ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តហើយក៏មានជាឯកសារ documentary នៅក្នុង Netflix ផងដែរអ្នកទាំងអស់គ្នាគ្រាន់តែអាចវាយពាក្យថាជា Joseph Fritzl Story of the Monster វានឹងចេញនៅក្នុង Google អញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលយូរ admin សូមនាំអ្នកទាំងអស់គ្នាទៅចូលដល់សាច់រឿងតែម្ដងករណីបង្ខាំងកូនរបស់ខ្លួនឯងក្នុងបន្ទប់ឃុំដីរំលោភអស់រយៈពេល24ឆ្នាំនិងមានកូនរហូតដល់7នាក់ដោយមិនឲ្យប្រពន្ធនិងកូនផ្សេងទៀតដឹងថាឪពុកដ៏ខុសខើម្នាក់នេះបានធ្វើទង្វើដ៏ស្មោកគ្រោកទៅលើកូនស្រីបង្ការរបស់ខ្លួននោះទេមុននឹងចូលទៅដល់សាច់រឿង admin សូមនាំបងប្អូនទាំងគ្នាទៅស្គាល់ពីប្រវត្តិឪពុកដ៏ខុសខើម្នាក់ហ្នឹងដែលឃុំកូនខ្លួនឯងរយៈពេល24ឆ្នាំហ្នឹងថាតើប្រវត្តិឪពុកដេឆានម្នាក់នេះមានប្រវត្តិបែបណាខ្លះហេតុអីក៏ហ៊ានធ្វើរឿងបែបនេះចំពោះកូនខ្លួនឯងកូនស្រីបង្កើតខ្លួនឯងទៀតលោក Joseph Fritzl បានកើតនៅថ្ងៃទី9ខែមេសាឆ្នាំ1935នៅក្នុងទីក្រុង Amsterdam នៃប្រទេសអូទ្រីសលោកធំដឹងក្តីឡើងជាកូនតូលតែម្នាក់នៅក្នុងគ្រួសារដែលចិញ្ចឹមបីបាច់ដោយម្ដាយរបស់គាត់តែម្នាក់ឯងកាលពីក្មេងគាត់បានចោទប្រកាន់ម្ដាយរបស់គាត់ថាម្ដាយរបស់គាត់នឹងតែងតែធ្វើបាបលោកគាត់ទាំងផ្លូវកាយនិងផ្លូវចិត្តជាប្រចាំនៅក្នុងវ័យកុមារភាពរបស់គាត់ចំណែកឪពុករបស់គាត់គឺជាអ្នកញៀនស្រារ៉ាំរ៉ៃម្នាក់ហើយឪពុករបស់លោកបានបោះបង់ចោលគ្រួសារនៅពេលដែលលោកទើបតែមានអាយុតែ4ឆ្នាំប៉ុណ្ណោះហើយចាប់តាំងពីពេលនោះមកលោកនិងឪពុករបស់លោកអត់ដែលមានទំនាក់ទំនងឪកូនជាមួយគ្នាទៀតទេហើយគេក៏បានលេចលឺដំណឹងថាឪពុករបស់លោកបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី2ដោយសារតែត្រូវបញ្ជូនទៅធ្វើទាហានជួរមុខក្នុងឆ្នាំ1944នៅក្នុងឆ្នាំ1956លោក Fritzl បានរៀបការជាមួយនឹងប្រពន្ធរបស់លោកដែលមានឈ្មោះថា Rosemarie អាយុ17ឆ្នាំក្នុងចំណងពារពិពាហ៍របស់គាត់មានកូនប្រុស3នាក់និងកូនស្រី4នាក់រួមទាំងកូនស្រីដែលមានឈ្មោះថា Elizabeth ផងដែរដែលជាកូនត្រូវបានឪពុកដេរឆានម្នាក់នេះចាប់បង្ខំនាងបានកើតនៅថ្ងៃទី6ខែមេសាឆ្នាំ1966តាមសេចក្តីរាយការណ៍របស់ឪពុករបស់នាងឪពុកនឹងបានចាប់ផ្ដើមបំពានផ្លូវភេទទៅលើ Elizabeth តាំងពីឆ្នាំ1977មកម្លេះពលគឺនៅពេលដែលនាងមានអាយុ11ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់ជាមួយនឹងសញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីរួចមកលោក Fritzl បានចូលបម្រើការងារនៅក្រុមហ៊ុន Voestalpine នៅទីក្រុង Linz admin សូមបើកពង្កចតិចសូមទោសសម្រាប់ការអានឈ្មោះទីកន្លែងឬក៏ទីតាំងខុសព្រោះអីវាអាចជាភាសាតាមតំបន់ចាប់តាំងពីឆ្នាំ1969រហូតដល់ឆ្នាំ1971គាត់បានបន្តធ្វើការនៅក្នុងក្រុមហ៊ុនសម្ភារៈសំណង់មួយនៅក្នុងទីក្រុង Amsterdam ក្រោយមកគាត់បានក្លាយជាបុគ្គលិកលក់ឧបករណ៍បច្ចេកទេសដោយបានធ្វើដំណើរនិងពង្រីកអាជីវកម្មពាសពេញប្រទេសអូទ្រីស Fritzl បានចូលនិវត្តន៍ពីការងាររបស់គាត់នៅពេលដែលគាត់មានអាយុ60ឆ្នាំ
នៅក្នុងឆ្នាំ1995ទោះបីជាគាត់ចូលនិវត្តន៍ក៏ពិតមែនគាត់នៅតែបន្តការរកស៊ីមួយចំនួនរបស់គាត់ដដែលដូចជាការជួលអចលនទ្រព្យផ្សេងៗជាច្រើនហើយនៅក្នុងឆ្នាំ1972លោកបានទិញផ្ទះសំណាក់មួយនិងកន្លែងបោះជំរំដែលស្ថិតនៅជាប់បឹងមុនស៊ីនៅក្នុងឆ្នាំ1967លោក Fritzl បានលួចចូលទៅក្នុងផ្ទះរបស់កលិនោបថាយិកាអាយុ24ឆ្នាំម្នាក់នៅក្នុងទីក្រុងលីនអំឡុងពេលដែលប្តីរបស់នាងអត់នៅផ្ទះហើយគាត់បានចាប់រំលោភនាងដោយយកកាំបិតភ្ជង់កនិងគំរាមសម្លាប់ប្រសិនបើនាងស្រែកយោងតាមរបាយការណ៍ប្រចាំឆ្នាំសម្រាប់ឆ្នាំ1967ហ្នឹងនិងសេចក្តីរាយការណ៍របស់ព័ត៌មាននៅក្នុងឆ្នាំដដែលនោះគាត់ត្រូវបានគេដាក់ឈ្មោះថាជាជនសង្ស័យក្នុងករណីប៉ុនប៉ងចាប់រំលោភស្ត្រីអាយុ21ឆ្នាំម្នាក់ទៀតផងដែរហើយគាត់ក៏ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានទម្លាប់បង្ហាញប្រដាប់ភេទនៅទីសាធារណៈដែលជាភាសាអង់គ្លេសយើងហៅថា indecent exposure កន្លែងនេះបើនិយាយទៅគឺលោក Fritzl គាត់មានជំងឺផ្លូវចិត្តដូចទៅនឹងវីដេអូមួយចំនួនដែលយើងឃើញនៅក្នុងស្រុកខ្មែរយើងមានបរិយាមួយចំនួនពេលឃើញនារីណាដែលគាត់ចាំអារម្មណ៍ឬក៏នារីណាស្អាតៗតាមផ្លូវអីអញ្ចឹងគាត់ចាប់ដើមលេងប្រដាប់ភេទខ្លួនឯងនៅមុខនារីទាំងនោះលោក Fritzl ត្រូវបានចាប់ខ្លួននិងបានជាប់ពន្ធនាគារសរុបរហូតដល់18ខែប៉ុន្តែត្រូវបានគេបន្ថយទោសមកត្រឹមតែ12ខែតែប៉ុណ្ណោះជាង25ឆ្នាំក្រោយមកអាជ្ញាធរសង្គមកិច្ចប្រចាំតំបន់មិនបានរកឃើញប្រវត្តិអ ுக ្រិតកម្មរបស់គាត់ទៀតឡើយនៅពេលដែលគាត់បានដាក់ពាក្យសុំសិទ្ធិចិញ្ចឹមឬសុំធ្វើជាឪពុកម្ដាយចិញ្ចឹមចំពោះកូនរបស់អេលីសាប៊ែតដែលលោកបានរំលោភកូនបង្កើតរបស់ខ្លួននិងធ្វើឲ្យនាងមានផ្ទៃពោះនៅពេលដែលកូននោះកើតមកលោកបានយកកូនទាំងនោះមកដាក់មុខផ្ទះធ្វើដូចជានរណាម្នាក់យកកូននោះមកបោះចោលនៅមុខផ្ទះរបស់លោកអញ្ចឹងកន្លែងហ្នឹងគាត់ធ្វើល្បិចយកកូនរបស់គាត់ហ្នឹងដែលគាត់លោភកូនបង្កើតរបស់គាត់ហ្នឹងដែលកូនទូចហ្នឹងយកមកដាក់មុខផ្ទះដើម្បីបន្លំភ្នែកមហាជនអញ្ចឹងណាហើយក៏ទៅរាយការណ៍ប្រាប់ប៉ូលីសថាមានគេយកកូនមកទុកចោលនៅមុខផ្ទះគាត់អញ្ចឹងគាត់សូមសិទ្ធយកកូននឹងមកចិញ្ចឹមលាក់បន្ទាប់ពីស្ដាប់ប្រវត្តិខ្លះៗនៃឪពុកដ៏ខុសខើនេះហើយយើងនឹងមកចូលពីដំណើរនៃសាច់រឿងវិញម្ដងបន្ទាប់ពីអេលីសាប៊ែតបានបញ្ចប់ការសិក្សាជាកាតព្វកិច្ចក្នុងវ័យ17ឆ្នាំនាងបានចាប់ផ្ដើមរៀនវគ្គបណ្ដុះបណ្ដាលដើម្បីក្លាយជាអ្នករត់តុនៅក្នុងខែមករាឆ្នាំ1983នាងបានរត់ចេញពីផ្ទះហើយបានទៅលាក់ខ្លួននៅក្នុងទីក្រុងវៀនណាជាមួយនឹងមិត្តរួមការងាររបស់នាងម្នាក់នាងត្រូវបានប៉ូលីសស្វែងរកឃើញដោយប្រើរយៈពេលអស់3សប្តាហ៍ហើយនាងត្រូវបានបញ្ជូនត្រឡប់មកឲ្យឪពុកម្ដាយរបស់នាងវិញនៅក្នុងទីក្រុងអាំស្ទែដាំនៅថ្ងៃទី28ខែសីហាឆ្នាំ1984ជាថ្ងៃដែលនាងលែងបានស្គាល់ពលឺថ្ងៃទៀតហើយឪពុករបស់នាងបានបោកបញ្ឆោតលបួងកូនរបស់ខ្លួនអេលីសាប៊ែតនឹងឲ្យនាងចូលទៅក្នុងបន្ទប់ក្រោមដីដោយនិយាយថាគាត់ត្រូវការជំនួយដើម្បីឲ្យជួយសែងទ្វារមួយប៉ុន្តែតាមការពិតគាត់បានកែច្នៃបន្ទប់ក្រោមដីនោះឲ្យទៅជាបន្ទប់ឃុំឃាំងបណ្ដោះអាសន្នរួចជាស្រេចទៅហើយទ្វារនោះគឺជារបស់ចុងក្រោយបង្អស់ដែលគាត់ត្រូវការដើម្បីបិទខ្ទប់បន្ទប់នោះបន្ទាប់ពីអេលីសាប៊ែតបានជួយកាន់ទ្វារនោះឲ្យទៅនឹងកន្លែងលោក Fritzl បានដាក់ទ្វារនោះឲ្យចូលទៅក្នុងស៊ុមទ្វារបន្ទាប់ពីដាក់ទ្វារនោះហើយគាត់ក៏យកកន្សែងដែលបានលាក់សារធាតុគីមីសន្លប់មកខ្ទប់មុខរបស់នាងរហូតតតែកូនរបស់គាត់អេលីសាប៊ែតហ្នឹងបាត់ស្មារតីបន្ទាប់ពីអេលីសាប៊ែតបាត់ស្មារតី
ឪពុកនឹងបានអូសនាងចូលទៅក្នុងបន្ទប់ឃុំឃាំងនោះបន្ទាប់ពីការបាត់ខ្លួនរបស់កូនស្រីម្ដាយរបស់នាងបានដាក់ពាក្យបណ្ដឹងពីការបាត់ខ្លួនរបស់កូនទៅកាន់ប៉ូលីសជិត1 ខែក្រោយមក Fritzl បានបកគោលសម្បត្តិមួយច្បាប់ទៅឲ្យប៉ូលីសដែលវាជាសម្បត្តិដំបូងគេក្នុងចំណោមសម្បត្តិជាច្រើនច្បាប់ផ្សេងទៀតដែលគាត់បានបង្ខំឲ្យ Elizabeth សរសេរក្នុងអំឡុងពេលដែលនាងត្រូវបានឃុំឃាំងនៅលើសម្បត្តិនោះមានត្រាប្រៃសណីយ៍ចេញពីទីក្រុង Brno ហើយខ្លឹមសារសម្បត្តិនោះបានរៀបរាប់ថានាងមានការនឿយណាយនឹងការរស់នៅជាមួយគ្រួសារហើយនាងកំពុងស្នាក់នៅជាមួយមិត្តភក្តិម្នាក់នៅក្នុងសម្បត្តិនោះនាងបានប្រមានឪពុកម្ដាយរបស់នាងកុំឲ្យស្វែងរកនាងទៀតបើមិនដូច្នេះទេនាងនឹងចាកចេញពីប្រទេសហើយឪពុករបស់ Elizabeth បានប្រាប់ប៉ូលីសថានាងទំនងជាបានទៅចូលរួមជាមួយនឹងក្រុមបពុសាសនាខុសច្បាប់មួយហើយក្នុងរយៈពេល24ឆ្នាំនៃការឃុំខ្លួនកូនស្រីរបស់ខ្លួនលោក Fritzl បានចូលទៅក្នុងបន្ទប់ឃុំដីនោះស្ទើរតែរៀងរាល់ថ្ងៃឬយ៉ាងហោចណាស់ក៏3 ដងក្នុងមួយសប្តាហ៍ដែរដើម្បីយកអាហារនិងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៅឲ្យនាងនិងបានចាប់រំលោភនាងជាបន្តបន្ទាប់រាប់ពាន់ដងនាង Elizabeth បានសម្រាលកូនបានចំនួន7 នាក់អំឡុងពេលរស់នៅក្នុងការឃុំឃាំងនោះហើយក៏មានកូនប្រុសម្នាក់បានស្លាប់ភ្លាមៗក្រោយពេលកើតចំណែកកូន3 នាក់ទៀតដែលមានឈ្មោះថា Lisa, Monica និង Alexander ត្រូវបានឪពុកដេរឆានយកចេញពីបន្ទប់ឃុំឃាំងតាំងពីពួកគេនៅជាទារកដើម្បីធ្វើជាផ្ញើដាក់មុខផ្ទះរបស់ខ្លួនដូចជាគេបោះបង់កូនចោលអញ្ចឹងហើយលោកនិងប្រពន្ធរបស់លោកបានស្នើសុំអាជ្ញាធរសង្គមកិច្ចប្រចាំតំបន់ដើម្បីអនុម័តឲ្យលោកធ្វើជាឪពុកម្ដាយចិញ្ចឹមកូនទាំងនោះទាំងដែលកូនទាំងនោះជាកូនបង្កើតរបស់គាត់ហើយក៏ជាចៅរបស់គាត់ដែរហើយចំណែកឯកូនទាំង3 នាក់ទៀតរបស់នាងត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ក្រោមដីជាមួយនឹងម្ដាយ Elizabeth នឹងកន្លែងហ្នឹង admin សូមនិយាយម្ដងទៀតដើម្បីឲ្យស្រួលស្ដាប់មានន័យថាកូនទាំងអស់មាន7 នាក់ម្នាក់បានស្លាប់ហើយ3 នាក់យកចេញទៅចិញ្ចឹមនៅខាងក្រៅបន្ទប់ឃុំឃាំងហើយ3 នាក់ទៀតនៅរស់នៅជាមួយម្ដាយនៅក្នុងបន្ទប់ឃុំឃាំងហ្នឹងបន្ទាប់ពីកូនទី4បានចាប់កំណើតនៅក្នុងឆ្នាំ1994ដោយសារបន្ទប់មានទំហំតូចឪពុកដ៏ខុសខើរូបនេះបានធ្វើការពង្រីកទំហំបន្ទប់ឃុំឃាំងពីទំហំ35 ម៉ែត្រការ៉េទៅ55 ម៉ែត្រការ៉េដោយបានបង្ខំឲ្យ Elizabeth និងកូនរបស់នាងធ្វើការជីកដីដោយប្រើដៃទទេអស់រយៈពេលជាច្រើនឆ្នាំទោះបីជាលោកឃុំខ្លួនពួកគេក៏ពិតមែនប៉ុន្តែនៅក្នុងបន្ទប់ឃុំឃាំងក្រោមដីនោះមានទូរទស្សន៍វិទ្យុទូទឹកកកនិងម៉ាស៊ីនចាក់វីដេអូកាសែតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃអាហារមួយចំនួនត្រូវបានរក្សាទុកនៅក្នុងទូទឹកកកនិងអាចចម្អិនឬកម្ដៅនៅលើចង្ក្រានអគ្គិសនីបាននៅក្នុងបន្ទប់ឃុំឃាំង Elizabeth បានបង្រៀនកូនរបស់ខ្លួនឲ្យចេះអាននិងសរសេរអក្សរក្នុងពេលខ្លះឪពុកដេឆានមានការខឹងសម្បារឬមិនសប្បាយចិត្តលោកក៏បានដាក់ទណ្ឌកម្មទៅលើពួកគេដោយការកាត់ផ្តាច់ចរន្តអគ្គិសនីបិទភ្លើងឲ្យកង្ងឹតឬមិនព្រមផ្ដល់អាហារអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នាគាត់បានប្រាប់ Elizabeth និងកូនទាំង3 នាក់ដែលនៅសេសសល់នៅក្នុងបន្ទប់នោះគឺ Kirsten, Stefan និង Felix ថាពួកគេនឹងត្រូវសម្លាប់ដោយការបង្ហូរផ្សែងពុលប្រសិនបើពួកគេព្យាយាមរត់គេចខ្លួនប៉ុន្តែវាគ្រាន់តែជាការគំរាមកំហែងដើម្បីបំបាក់ស្មារតីកូនរបស់ខ្លួនប៉ុណ្ណោះព្រោះនៅក្នុងបន្ទប់នោះគ្មានប្រព័ន្ធផ្គត់ផ្គង់ហ្គាសឬផ្សែងពុលណាមួយនៅក្នុងបន្ទប់ក្រោមដីនោះទេលោកក៏បានប្រាប់ពួកគេដែរថាពួកគេនឹងត្រូវឆក់ចរន្តអគ្គិសនីស្លាប់ប្រសិនបើពួកគេហ៊ានទៅប៉ះឬលូកដៃចង់បើកទ្វារបន្ទប់ក្រោមដីនោះយោងតាមសម្ដីរបស់ប្អូនស្រីថ្លៃរបស់
គាត់ឈ្មោះ Christine បានឲ្យដឹងថាលោក Frizzle តែងតែដើរចូលទៅក្នុងបន្ទប់ក្រោមដីនោះរៀងរាល់ព្រឹកនៅវេលាម៉ោង 9 ដោយធ្វើលេសភូតផរថាទៅគូគំនូរប្លង់ម៉ាស៊ីនដើម្បីលក់ឲ្យក្រុមហ៊ុនហើយជារឿយៗគាត់បានស្នាក់នៅក្នុងបន្ទប់ក្រោមដីនោះពេញមួយយប់និងមិនអនុញ្ញាតឲ្យប្រពន្ធរបស់គាត់យកកាហ្វេឬអ្វីផ្សេងទៅជូនគាត់ឡើយនៅថ្ងៃទី19ខែមេសាឆ្នាំ2008នាង Kirsten ដែលជាកូនស្រីច្បងដែលជាប់ឃុំក្នុងបន្ទប់ក្រោមដីជាមួយ Elizabeth ហ្នឹងសុកនាងក៏ស្លាប់បាត់ស្មារតីភ្លាមឪពុកដ៏ខុសខើនោះក៏បានយល់ព្រមបញ្ជូននាងទៅកាន់មន្ទីរពេទ្យ Elizabeth បានជួយគាត់សែង Kirsten ចេញពីបន្ទប់ឃុំឃាំងហើយវាក៏ជាលើកទី1ហើយដែលនាងបានឃើញពិភពលោកខាងក្រៅម្ដងទៀតក្នុងរយៈពេល24ឆ្នាំបន្ទាប់ពីសែងកូន Kirsten រួចគាត់បានបង្ខំឲ្យ Elizabeth ឲ្យត្រឡប់ទៅក្នុងបន្ទប់ឃុំឃាំងនោះវិញ Kirsten ត្រូវបានឡានពេទ្យដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយគឺមន្ទីរពេទ្យ Landeklinikum Amsterdam ហើយត្រូវបានបញ្ជូនចូលសម្រាប់ព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺខ្សោយតម្រងនោមដែលប្រឈមនឹងការបាត់បង់ជីវិតទៀតផងក្រោយមកលោក Frizzle ក៏បានទៅដល់មន្ទីរពេទ្យដែរដោយអះអាងថាគាត់បានរើសបានសម្បត្តិមួយច្បាប់ដែលសរសេរដោយម្ដាយរបស់ Kirsten វាគឺជាស្ទាយចាស់ដដែលលោកបានប្រើប្រាស់ក្នុងពេលដែលលោកចាប់ឃុំខ្លួនកូនរបស់ខ្លួនឯងហើយគាត់បានពិភាក្សាអំពីស្ថានភាពជំងឺរបស់ Kirsten និងរឿងសម្បត្តិនោះជាមួយលោកវេជ្ជបណ្ឌិតប៉ុន្តែបុគ្គលិកពេទ្យនៅទីនោះបានរកឃើញចំណុចដែលគួរឲ្យសង្ស័យជាច្រើននៅក្នុងសម្បត្តិដែលលោក Frizzle បានយកមកហើយក្រុមគ្រូពេទ្យក៏បានរាយការណ៍ទៅប៉ូលីសនៅថ្ងៃទី21ខែមេសាឆ្នាំ2008ពេលនោះក៏ប៉ូលីសបានផ្សព្វផ្សាយការអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈដើម្បីឲ្យម្ដាយ Kirsten ចេញមុខមកផ្ដល់ព័ត៌មានអំពីប្រវត្តិព្យាបាលជំងឺរបស់ Kirsten ក្នុងពេលនោះហើយដែលការស៊ើបអង្កេតទៅលើការបាត់ខ្លួនរបស់ Elizabeth ត្រូវបានបើកឡើងវិញផងដែរលោក Frizzle បាននិយាយដដែលនៅសាច់រឿងរបស់គាត់ដែលថា Elizabeth កំពុងស្ថិតនៅក្នុងបពុសាសនាខុសច្បាប់ហើយបានបង្ហាញពីសម្បត្តិដែលគាត់អះអាងថាជាសម្បត្តិចុងក្រោយដែលកូនរបស់ខ្លួនផ្ញើមកតាំងពីខែមករាឆ្នាំ2008ក្នុងពេលនោះប៉ូលីសបានតាក់ទងទៅមន្ត្រីសាសនានិងអ្នកជំនាញខាងបពុសាសនាខុសច្បាប់ដោយសារពួកគេមានការសង្ស័យពីរឿងក្រុមសាសនាដែលលោក Frizzle បានរៀបរាប់នោះលោកបានកត់សម្គាល់ឃើញថាសម្បត្តិរបស់ Elizabeth មើលទៅដូចជាត្រូវបានគេបង្ខំឲ្យសរសេរតាមការបង្គាប់បញ្ជានិងមានរបៀបសរសេរយ៉ាងចម្លែកដោយសារតែចង់ដឹងពីស្ថានភាពជំងឺកូនរបស់ខ្លួន Elizabeth ហ្នឹងក៏បានសុំអង្វរករឪពុករបស់នាងម្ដងហើយម្ដងទៀតដើម្បីសុំទៅនៅមន្ទីរពេទ្យដែល Kirsten កំពុងសម្រាប់ព្យាបាលនៅថ្ងៃទី26ខែមេសាឆ្នាំ2008កូនក៏បានដោះលែងឲ្យនាងចេញពីបន្ទប់ក្រោមដីរួមជាមួយកូនប្រុសរបស់នាងគឺ Stephen និង Felix ដោយនាំពួកគេឡើងមកជាន់លើបន្ទាប់មកគាត់និង Elizabeth ក៏បានធ្វើដំណើរទៅកាន់ទីពេទ្យនោះប៉ូលីសក៏បានឃាត់ខ្លួនពួកគេនៅក្នុងបរិវេណមន្ទីរពេទ្យរួចនាំខ្លួនពួកគេទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីធ្វើការសាកសួរ Elizabeth មិនបានផ្ដល់ព័ត៌មានលម្អិតដល់ប៉ូលីសឡើយលុះត្រាតែប៉ូលីសសន្យាជាមួយនាងថានាងនឹងមិនជួបមុខឪពុករបស់នាងម្ដងទៀតជាដាច់ខាតក្នុងរយៈពេល2ម៉ោងបន្ទាប់នាងក៏បានរៀបរាប់ពីរឿងរ៉ាវនៃការរស់នៅក្នុងការឃុំខ្លួនរយៈពេល24ឆ្នាំរបស់នាង Elizabeth បានរំលឹកឡើងវិញថានាងត្រូវបានឪពុកដេរិឆានចាប់រំលោភ
នាងនឹងបង្ខំឲ្យនាងមើលវីដេអូអាភាសហើយគាត់ក៏បង្ខំឲ្យនាងធ្វើត្រាប់តាមវីដេអូអាភាសទាំងនោះជាមួយគាត់នៅចំពោះមុខកូនរបស់នាងដើម្បីធ្វើបាបនាងក្នុងវ័យ73ឆ្នាំលោក Fritzl ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមពីបទសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងសមាជិកគ្រួសារអំឡុងពេលយប់ថ្ងៃទី27ខែមេសាឆ្នាំ2008 Elizabeth កូនរបស់នាងរួមនឹងម្ដាយរបស់នាងគឺ Rosemary ត្រូវបានគេនាំទៅមើលថែទាំយ៉ាងយកចិត្តទុកដាក់ហើយប៉ូលីសក៏បានសួរនាំពីបន្ទប់ក្រោមដីនោះនិងបានបញ្ជាឲ្យលោក Fritzl ប្រាប់ទៅក្រុមអ្នកស៊ើបអង្កេតអំពីរបៀបចូលទៅក្នុងបន្ទប់ឃុំឃាំងនោះដើម្បីធ្វើការស៊ើបអង្កេតនៅថ្ងៃទី29ខែមេសាឆ្នាំ2008គេបានធ្វើតេស្ត DNA កូនរបស់នាង Elizabeth និងឪពុកដេឆានរបស់នាងហើយលទ្ធផលចេញមកគឺបញ្ជាក់ថាលោក Fritzl គឺជាឪពុកបង្កើតរបស់កូនទាំង6ជាមួយនឹង Elizabeth នឹងមេធាវីការពារក្តីរបស់គាត់គឺលោក Rodolphe Maye បាននិយាយថាទោះបីជាការធ្វើ DNA បានបង្ហាញពីសាច់ញាតិបង្កើតក៏ដោយក៏ភស្តុតាងនៅតែត្រូវការចាំបាច់បន្ថែមទៀតសម្រាប់ការចោទប្រកាន់ពីបទចាប់រំលោភនិងការបង្ខាំងឲ្យធ្វើជាទារកលោកត្រូវបានប្រឈមនឹងការកាត់ទោសពីបទមនុស្សឃាតលើទារកឈ្មោះ Michael ដែលបានស្លាប់ភ្លាមក្រោយពេលកើតហើយត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី10ឆ្នាំរហូតដល់1ជីវិតលោកត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភការរួមរយៈរវាងសាច់ញាតិបង្កើតនិងការចាប់ចម្រិតការបង្ខាំងមនុស្សដោយខុសច្បាប់និងការបង្ខាំងឲ្យធ្វើជាទារកដែលទោសទាំងនោះត្រូវប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិច20ឆ្នាំបន្ទាប់ពីការចាប់ខ្លួនលោកបានសារភាពថាទង្វើរបស់គាត់ចំពោះកូនស្រីមិនមែនជាការចាប់រំលោភនោះទេប៉ុន្តែវាជាការព្រមព្រៀងគ្នាទៅវិញទៅមកលោកមិនមែនជាសត្វសាហាវដោយដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយនោះទេតែទៅនឹងការប្រព្រឹត្តរបស់គាត់ទៅលើ Elizabeth និងកូនរបស់នាងនៅក្នុងបន្ទប់ខំដីគាត់បានពន្យល់ថាគាត់បានយកផ្កាទៅឲ្យ Elizabeth ព្រមទាំងយកសៀវភៅនិងប្រដាប់ក្មេងលេងទៅឲ្យកូនរបស់ខ្លួនក្នុងបន្ទប់ក្រោមដីហើយជារឿយគាត់តែងតែមើលវីដេអូជាមួយកូននិងទទួលទានអាហាររួមគ្នាជាមួយពួកគេនិង Elizabeth ថែមទៀតផងលោកបានបន្តនិយាយថាការសម្រេចចិត្តរបស់គាត់ក្នុងការចាប់បង្ខាំងកូនរបស់ខ្លួនគឺវាបានកើតឡើងបន្ទាប់ពីនាងធ្លាប់បានរត់ចេញពីផ្ទះនៅពេលដែលនាងចូលដល់វ័យជំទង់ហើយវាជាមូលហេតុដែលគាត់ត្រូវសម្រេចចិត្តធ្វើអ្វីមួយដែលអាចឃាត់ខ្លួននាងទុកបានដោយការប្រើកម្លាំងបាយបើចាំបាច់ដើម្បីទប់ស្កាត់នាងឲ្យនៅឆ្ងាយពីពិភពលោកខាងក្រៅហើយក្នុងពេលចាប់ខ្លួនលោក Fritzl ក៏បាននិយាយពីជីវិតនៅកុមារភាពរស់នៅជាមួយម្ដាយរបស់លោកដំបូងឡើយលោកបានរៀបរាប់ថាម្ដាយរបស់គាត់គឺជាស្ត្រីដ៏ល្អបំផុតក្នុងលោកនិងមានភាពតឹងរ៉ឹងប៉ុន្តែក្រោយមកគាត់បែរជាសម្ដែងទស្សនៈអវិជ្ជមានចំពោះម្ដាយរបស់គាត់ទៅវិញដោយអះអាងថាម្ដាយគាត់ធ្លាប់វាយដំគាត់វាយគាត់ទាល់តែដេកដួលក្នុងថ្លុកឈាមនៅលើឥដ្ឋក៏មានហើយវាបានធ្វើឲ្យគាត់មានអារម្មណ៍ថាអាម៉ាស់នឹងខ្លាចបំផុតម្ដាយរបស់គាត់គឺជាអ្នកបម្រើហើយគាត់បានធ្វើការធ្ងន់ពេញមួយជីវិតរបស់គាត់មិនដែលបានទទួលបានការថើបនិងអោបពីម្ដាយរបស់គាត់សូម្បីតែម្ដងគាត់បានអះអាងទៀតថាម្ដាយរបស់គាត់បានជេរប្រមាថគាត់ថាជាអរិយជាឧក្រិដ្ឋជនជាមនុស្សមិនបានការហើយរូបគាត់មានការភ័យខ្លាចម្ដាយរបស់គាត់យ៉ាងខ្លាំងក្នុងអំឡុងពេលខាត់ខ្លួនលោកក៏បានបន្តពីប្រវត្តិរបស់លោកក្នុងឆ្នាំ1959បន្ទាប់ពីលោកបានរៀបការនិងបានទិញផ្ទះផ្ទាល់ខ្លួនរួចមកម្ដាយរបស់គាត់ក៏បានផ្លាស់ប្ដូរទីលំនៅមក
ស្នាក់នៅជាមួយគាត់ពេលវេលាកន្លងផុតជាច្រើនឆ្នាំពីក្មេងប្រុសដែលខ្លាចម្ដាយបែរជាត្រូវម្ដាយរបស់គាត់ខ្លាចគាត់ទៅវិញជាចុងក្រោយគាត់ក៏បានសារភាពផងដែរថាគាត់បានចាប់ម្ដាយរបស់ខ្លួនឯងមកខាំងទុកនៅក្នុងបន្ទប់លើដំបូលផ្ទះហើយបានយកឥដ្ឋទៅសង់បិទបង្អួតឲ្យជិតឈឹងបន្ទាប់មកគាត់បានភូតផលប្រាប់អ្នកជិតខាងថាម្ដាយរបស់គាត់បានស្លាប់ទៅហើយប៉ុន្តែការពិតគាត់បានឃុំឃាំងម្ដាយរបស់ខ្លួនឯងទុករហូតទាល់តែគាត់បានស្លាប់នៅក្នុងឆ្នាំ1908គេមិនបានដឹងច្បាស់ថាលោក Brizol បានបង្ខាំងម្ដាយរបស់ខ្លួនអស់រយៈពេលប៉ុន្មានឆ្នាំនោះទេប៉ុន្តែសារព័ត៌មានមួយចំនួនបានសន្និដ្ឋានថាគាត់អាចនឹងឃុំខ្លួនម្ដាយរបស់គាត់រហូតទៅដល់20ឆ្នាំឯណោះលោកស្រី Kastner បានធ្វើរោគវិនិច្ឆ័យថាលោក Brizol មានជំងឺវិបត្តិបុគ្គលិកលក្ខណៈខុសប្រក្រតីធ្ងន់ធ្ងរលក្ខណៈចម្រុះដែលរួមមានប្រភេទអារម្មណ៍មិននឹងណខ្លាំងគំនិតអ្វីៗចម្លែកខុសគេនិងអាចកោមិនចូលសង្គមព្រមទាំងមានវិបត្តិផ្លូវភេទថែមទៀតផងលោកស្រីបានណែនាំថាគាត់គួរតែទទួលបានការថែទាំខាងផ្លូវចិត្តអស់មួយជីវិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសយ៉ាងដិតដល់របាយការណ៍ជាបន្តបន្ទាប់ត្រូវបានលាតត្រដាងថាផែនការដែលលោកបានរៀបចំទុកជាមុនក្នុងការចាប់កូនស្រីបង្ខាំងទុកគឺមិនមែនដើម្បីទូមានវិនិច្ឆ័យនោះឡើយប៉ុន្តែគឺដើម្បីតែចំណង់តណ្ហារបស់គាត់និងជំងឺផ្លូវចិត្តផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះនៅក្នុងខែមិនិនាឆ្នាំ2009លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតហើយមកដល់បច្ចុប្បន្នឆ្នាំ2026នេះលោកមានអាយុ91ឆ្នាំហើយដោយសារតែវ័យជរានិងកំពុងតែមានជំងឺវង្វេងវង្វាន់កម្រិតធ្ងន់មេធាវីរបស់លោកបានព្យាយាមដាក់ពាក្យស្នើសុំឲ្យដោះលែងលោកជាច្រើនលើកច្រើនសារដើម្បីផ្ទេរលោកទៅរស់នៅមជ្ឈមណ្ឌលថែទាំអ្នកជំងឺវង្វេងវង្វាន់ជំនួសវិញប៉ុន្តែត្រូវបានតុលាការបដិសេធសំណុំរឿងក៏បានដល់ទីបញ្ចប់តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះដែលវាបើស្រាប់ទៅសឹងតែមិនគួរឲ្យជឿតែម្ដងព្រោះអីឪពុកបង្កើតរបស់ខ្លួនទៅធ្វើរឿងហ្នឹងដាក់កូនបង្កើតរបស់ខ្លួនឯងតែព័ត៌មាននៅខ្មែរមួយចំនួនក៏ធ្លាប់មានដែរប៉ុន្តែជាឪពុកចង់ទេតែក្តីនេះវាពាក់ព័ន្ធនឹងឪពុកបង្កើតនិងកូនស្រីបង្កើតវិញអញ្ចឹងបងប្អូនកុំភ្លេចចុច like និង subscribe ហើយមួយទៀត comment ខាងក្រោមវីដេអូប្រសិនបើបងប្អូនគិតថានៅមានចំណុចខ្វះខាតសូមអរគុណសូមជម្រាបលា